ព្រះអង្គត្រូវបានគេស្គាល់ថាជាហូតេហើយគឺជាព្រះមួយអង្គក្នុងចំណោមព្រះសំណាងទាំង7រហូតមកដល់សព្វថ្ងៃនេះព្រះប៊ូដាយត្រូវបានគោរពបូជាដោយមនុស្សជាច្រើនដែលជានិមិត្តរូបនៃសុភមង្គលនិងសប្បុរសតាមជំនឿប្រសិនបើអ្នកណាអង្អែលក្បាលពោះរបស់ព្រះពុទ្ធសោយនោះនឹងនាំមកនៅសំណាងល្អទ្រព្យសម្បត្តិនិងភាពបរិបូរណ៍គាត់ត្រូវបានគេចាត់ទុកជាព្រះដ៏ពេញនិយមសម្រាប់ជំនួញនិងថែរក្សាក្មេងៗតូចផងដែរគេថាប៊ូដាយតែងតែមានរបស់ឲ្យហើយនៅក្នុងបាវរបស់គាត់មិនដែលទទេឡើយព្រះអង្គគឺជាអ្នកក្រើនរំលឹកនិងបណ្ដុះនៅវប្បធម៌ផ្ដល់ឲ្យកាន់តែច្រើននោះនឹងទទួលបានត្រឡប់មកវិញកាន់តែច្រើន